ជោគជ័យទៀតហើយបាទថ្ងៃនេះយើងនិយាយអំពីឥទ្ធិពលនៃជំហានខ្លីៗយើងដឹងថាមហិច្ឆតាធំក្តីសម្បិនធំវាជាកត្តាសំខាន់មួយក្នុងការជំរុញទឹកចិត្តមនុស្សប៉ុន្តែវាក៏អាចធ្វើឲ្យយើងជាប់គាំងឬមិនរួចដែរគ្រាន់តែគិតថាតើធ្វើដូចម្តេចដែលយើងអាចទៅដល់គោលដៅដ៏ធំឲ្យវែងឆ្ងាយនោះវាអាចបំបាក់ស្មារតីនិងបង្អាក់ការចង់ចាប់ផ្ដើមដំណើររួចទៅហើយបើពិបាកយ៉ាងនេះទៅធ្វើដូចម្តេចបើអ្វីក៏ពិបាកគិតកាន់តែយូរកាន់តែស្វែងទៅមានតែមើលវីដេអូខ្លីៗតាម TikTok YouTube និង Facebook ទេទើបងាយស្រួលណាតែយើងមានចិត្តចង់អីឲ្យមានការផ្លាស់ប្ដូរល្អមែនទេបាទអញ្ចឹងយើងសូមសាកល្បងកំណត់សកម្មភាពអ្វីមួយដល់តូចងាយស្រួលដែលយើងអាចធ្វើបានឥឡូវហ្នឹងបាទដូចជា Subscribe YouTube Facebook និង TikTok របស់ខ្ញុំសិនណាហើយចាប់ផ្ដើមសាកមើលរៀបតុសម្អាតតុធ្វើការយើងឲ្យស្អាតអានសភៅថ្មីមួយមកទំព័រសាកឆាតសួរគ្រូជោគជ័យហើយបើសិនមានលុយយ៉ាងច្រើនតិចណាត់ប៉ាកាហ្វេខ្ញុំនៅហាងកាហ្វេ brand កលីបទៅបាទពេលហ្នឹងការចាប់ផ្ដើមចេញពីចិត្តយើងចង់ហ្នឹងនិងការសម្រេចបាននៅគោលសកម្មភាពនីមួយវាបង្កើតទៅជាកម្លាំងជំរុញនិងផ្ដល់ការជឿជាក់ដែលឲ្យជំហានបន្តទៀតរបស់យើងវាមានភាពងាយស្រួលហើយការបន្តធ្វើបែបនេះឲ្យបានច្រើនឲ្យបានយូរទៅវានឹងស្ដែងចេញនៅលទ្ធផលសម្រេចធំជាក់ជាមិនខានឥឡូវយើងប្រៀបធៀបដូចជាការឡើងកម្មចតាអញ្ចឹងខ្ញុំនិយាយពីចតាយន្តយើងនិយាយពីចតាជើងឡើងមួយកម្មវាយូរតែមិនសូវហត់ហើយឡើងបានខ្ពស់តែបើយើងសាកឡើងម្ដង3កម្មផ្លោះម្ដង3កម្មតើហត់ដែរទេហើយឡើងបានខ្ពស់ប៉ុណ្ណាអញ្ចឹងឥឡូវនេះអ្វីអាចធ្វើបានតោះទម្លាក់ទូរស័ព្ទរបស់យើងទម្លាក់ទូរស័ព្ទនោះចោះសិនហើយទៅធ្វើនៅអ្វីមួយដែលយើងចង់ធ្វើតែចង់ធ្វើនោះយើងចាប់ដើមធ្វើតែយើងចាប់ដើមធ្វើឲ្យទូចបំផុតធ្វើអីខ្លះបាទធ្វើសិនហើយចាំមកកាន់ទូរស័ព្ទវិញអូខេបាទតែជប់សិនមុនទៅចុច Subscribe សិន